ថ្ងៃទី5 ខែកក្កដាឆ្នាំ2020នៅវេលានេះម៉ោង9យប់ម៉ោងនៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាមុនចាប់ដើមធ្វើការវិភាគសូមស្ដាប់ចម្រៀងមួយបទក្រុមចំណងជើងថាបុណ្យចូលព្រះវស្សាស្របតែថ្ងៃនេះជាថ្ងៃធ្វើពិធីចូលព្រះវស្សាហើយស្អែកថ្ងៃ100ខែអាសាឍជាថ្ងៃចូលព្រះវស្សាប្រទេសកម្ពុជាទៅថ្ងៃទី1ក្នុងថ្ងៃចូលព្រះវស្សាថ្ងៃទី6របស់ចឹងសូមស្ដាប់ដូចតទៅនេះថ្ងៃទី6ត្រូវជាថ្ងៃច័ន្ទជា100ខែអាសាឍជាថ្ងៃចូលព្រះវស្សាអត្តន័យចម្រៀងពរនីរឿងហ្នឹងដូច្នេះសូមទី1ការវិភាគសូមលើកយកការចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃហើយទី2បន្តសូមនិយាយពីបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិករឿងការចូលវស្សាដើរភ្លៀងហើយនៅទីកម្ពុជាយើងចាត់រដូវមាន3រដូវភ្លៀងរដូវវស្សារដូវក្តៅរដូវល្ងាពុបហេតុដែលចូលភាសាហ្នឹងព្រោះដូវភ្លៀងវាបែកភពបាច់ពពោចនៅភពហើយប្រសងចំនួនដើមមិនទាន់មូលបញ្ញត្តិដំបូងមិនទាន់មានកฎទីលំនៅជ្រកកោទេបញ្ញត្តិថាប្រសងបោះឲ្យត្រូវរុក្ខមូលកតោវានោះគឺនៅក្រោមលោកឈើហើយដល់សម័យក្រោយមកគេមានស្ទេចរថ្លាគេសងកฎប្រកេតតោពីប្រកេតនោះគឺពុទ្ធអនុញ្ញាតម្ដងទៀតអនុបញ្ញត្តិឲ្យអត្តរិកលៀបប្រសងអាចទទួលបានបាច់ដល់ក្រោមលោកឈើក៏បានឲ្យមានកฎតោឲ្យលោកគង់នៅជាការសំណួរការរស់នៅរបស់ប្រសងបានល្អមានសុខភាពល្អដើម្បីប្រព្រឹត្ត5ចរិយាធម៌ល្អតទៅទៀតព្រោះវាស្នៅដល់ព្រៀងជាដល់ពិបាកធ្វើដំណើរទៅមកពុទ្ធសម័យពុទ្ធកាលប្រសងច្រើនដើរនិមន្តដើរធ្វើទុដងចម្រើនធម៌នៅ
ព្រៃប្រឹក្សាក្រមលោកឈើចឹងដល់ពេលភ្លៀងក៏ឲ្យសងំនៅកន្លែងណាមួយជាភាសាវត្តណាមួយถ้าមានវត្តទីជំរកគេប្រគេនច្រើនទៅថានៅក្នុងវត្តក្នុង3ខែបានមិនមុនដល់ទៅណាមកណាទេព្រោះពេលមុនដល់ពេលភ្លៀងនឹងជន់សัตว์ជន់សัตว์នៃភ្លៀងសត្វនៃភ្លៀងពេលភ្លៀងកើតសត្វនៃភ្លៀងច្រើនហើយសត្វតូចសត្វធំទៅដើរទៅជន់សត្វនឹងមួយទី2រឿងភាគច្រើននៅស្រុកស្រែចំការច្រើនធ្វើស្រែចំការរវល់ស្រែចំការមិនអាចដាក់បាតលោកទៅលោកមិនបានបាតបានរាល់ថ្ងៃទេដូច្នេះលោកចាំសារនៅកន្លែងមួយគេដាក់វេនចង្ហាន់ប្រគេនតាមពួកតាមព្រំពំតាមដល់ដូច្នេះគោលបំណងជាងទេឲ្យលោកសំណាក់នៅកន្លែងមួយទៅសិក្សារៀនសូត្រធម៌វិន័យហើយនឹងប្រតិបត្តិតាមសិលសមាធិបញ្ញាឲ្យល្អតទៅទៀតគោលបំណងជាងទោះបីសម័យឥឡូវនេះទោះបីភ្លៀងក៏ដោយមានប្រដាប់ការពារអស់ហើយក៏ត្រូវតែគោរពការមានពុទ្ធិញ្ញាតបពុទ្ធថាប្រសងឲ្យចាំភាសា3ខែនៅកន្លែងណាមួយយ៉ាងទៅគោរពតាមព្រះវិន័យប៉ុន្តែនៅមកកន្លែងហ្នឹងល្អពួកទី1លោកសិក្សារៀនសូត្រហើយប្រតិបត្តិធម៌ហើយបានជាឱកាសល្អសម្រាប់ពុទ្ធបរិស័ទចង់ទៅចម្រើនធម៌ធ្វើសមាធិអីប្រសងទៅឲ្យអាវាតទេបានល្អក្នុងពេលចូលប្រសាទហើយប្រសងគង់នៅមួយកន្លែងគង់នៅមួយកន្លែងប្រតិបត្តិខ្លួនលោកផងហើយរួមពិភាក្សាទានជួយបង្រៀនពុទ្ធបរិស័ទធម៌វិន័យក្នុងរដូវវស្សាហ្នឹងព្រមពេលចូលវស្សាមានពុទ្ធបរិស័ទខ្លះចាំភាសាដែរក្នុងរយៈកាល1ខែ2ខែមួយអាទិត្យអីចឹងដើម្បីប្រតិបត្តិខ្លួនឲ្យបានល្អក្នុងរដូវវស្សានឹងប្រយោជន៍ប៉ុណ្ណឹងសារទៅភ្លៀងមុនចូលឡើងទៅពិបាកក្នុងការធ្វើដំណើរព្រោះភ្លៀងទឹកពីមុនដោយអត់មានសម្ភារៈការពារទៅទៀតព្រោះគឺទៅឆាត់វិញដូចលើថាមានល្អត្រឹមត្រូវទៅហើយតាមថ្មើរជើងចំណប់ជើងក៏មិនទាន់មានពេលពុទ្ធិញ្ញាតតែប្រសងដល់តាមព្រៃតាមអីមានអាចមានចំណប់ជើងមួយជាន់ពីរជាន់3ជាន់ចឹងដើម្បីមុនដល់ទៅមួយជាន់បលាជាន់ភពគ្រោះនាំមានរោគប្របាកនោះតើមានរោគចម្រើនធម៌មិនកើតផងដោយសារការពាក់តំណជើងទៅបញ្ញាដល់ព្រៃដើម្បីការពារកុំឲ្យមុតប្របាកនោះនឹងមួយបើឥឡូវទី2និយាយពីបុណ្យឯករាជ្យសហរដ្ឋអាមេរិកJuly 4ឥឡូវឆ្នាំ2020កាលប្រកាសបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកនឹងនៅឆ្នាំ1776 July 4 1776 1776រហូតដល់ឆ្នាំ2020ឆ្នាំ2020ដកលេខទៅគឺឯករាជ្យរបស់សហរដ្ឋអាមេរិកមានចំនួន244ឆ្នាំហើយបង244ឆ្នាំនឹងបើដក1976ដក2020ទៅ
ឯករាជ្យរបស់សហរដ្ឋអាមេរិកបានកន្លងទៅ244ឆ្នាំបើទុំជាង200ពុំបើប្រទេសកម្ពុជាវិញកើតតាំងពីសតវត្សទី1នៃគ្រិស្តសករាជ2000ឆ្នាំជាង2000ឆ្នាំ2020ហើយប្រវត្តិសាស្ត្រខ្មែរសហរដ្ឋអាមេរិកទុំជាង200ឆ្នាំឯករាជ្យពីអង់គ្លេសទទួលឯករាជ្យពីប្រទេសអង់គ្លេសប៉ុន្តែហើយបានសហរដ្ឋអាមេរិកលូតលាស់យ៉ាងណាដល់មានប្រទេស United គឺសហរដ្ឋសហឬរួមរដ្ឋរួមគ្នាមាន51រដ្ឋហើយជាប្រទេសកាន់របបជាតបតៃមានមូលដ្ឋានពិតប្រាកដគឺថាគ្រប់ប្រធានាធិបតីជាភាសាលើកទី1ប្រកាសសេរីភាពសមភាពអំណាចរបស់ប្រជាពលរដ្ឋសិទ្ធិរបស់ពលរដ្ឋរបស់សហរដ្ឋអាមេរិកថាគោរពសិទ្ធិពលរដ្ឋមកផ្សេងពីប្រទេសកាន់កុម្មុយនីសឬកាន់របបផ្ដាច់ការគ្មានឲ្យសិទ្ធិដល់ពលរដ្ឋទេគឺច្រើនតែលោបសិទ្ធិពលរដ្ឋហើយការប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សទំកើតក្រោយមកទៀតទេបញ្ហារដ្ឋអាមេរិកប្រកាសយូរហើយគោរពសិទ្ធិពលរដ្ឋរបស់ខ្លួនអំណាចប្រជាពលរដ្ឋឲ្យមានសិទ្ធិសេរីភាពមានក្រោយមានប្រជាធិបតេយ្យទៅចឹងហើយអង្គការសហប្រជាជាតិប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សទៅថ្ងៃ10ធ្នូ1948ក៏ក្រោយសង្គ្រាមលោកលើកទី2ហើយទំការថ្មីហ្នឹងបញ្ហារដ្ឋអាមេរិកកាន់របបប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សមុនទៅទៀតហើយសិទ្ធិមនុស្សពិភពលោកប្រកាសសិទ្ធិមនុស្សទំការឡើងថ្ងៃ10ធ្នូ1948ទៅមិនដល់មួយសតវត្សផងដូច្នេះបញ្ជាក់ថាសហរដ្ឋអាមេរិកមានរដ្ឋច្រើនសម័យមានប្រជាពលរដ្ឋជាង300លានជាង300លាន100លានអាចបានពីគ្រប់គ្រងប្រទេសគេបាន300-400ជាង300ហើយប្រទេសកម្ពុជាតែ10លានជាងពីមុនមិនដល់ផងគ្រប់គ្រងអត់បានវត្តតោះទៅគ្នាបងពីអត់គ្រប់ច្បាប់ទម្លាប់ត្រឹមត្រូវឥឡូវមានច្បាប់ហើយក៏អត់គ្រប់ទៅទៀតព្រោះច្បាប់លើមាត់អ្នកធំថាច្បាប់នៅលើមាត់ព្រោះចង់ឲ្យថាចឹងទៅជីជនលើសិទ្ធិបរិយាបានប្រទេសនឹងអត់ស្ងប់ព្រោះអត់បានសុខព្រោះនៅពីលើច្បាប់មាននៅក្រោមច្បាប់ទេតែពីមុនច្បាប់អត់មានច្បាប់មានតែเป็นច្បាប់មិនសូវល្អជាច្បាប់មិនគ្រប់សិទ្ធិពលរដ្ឋដល់ឥឡូវនេះដល់កិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសបារាំងឆ្នាំ1991ថាខ្មែរហើយបានតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ1993ថាកម្ពុជារាជាណាចក្រកម្ពុជាកាន់របបប្រជាធិបតេយ្យសេរីពហុបកច្បាប់មិនដែរប៉ុន្តែអត់គ្រប់ច្បាប់ហ្នឹងផងគឺកែច្បាប់លេខគណៈបកមួយទៀតតែមានសម្លេងច្រើនដើម្បីការពារអំណាចរបស់ខ្លួនគឺបកប្រជាជននឹងឯងបានវាស្រុកបើជួលច្បល់អត់មានរបៀបរៀបរយព្រោះពីមិនគ្រប់ច្បាប់ពីលើទៅកែច្បាប់ខូចអស់កែរបបជាទិដ្ឋាខូចអស់ដើម្បីរំលាយគណៈបកសង្គ្រោះជាតិអានឹងជាមូលដ្ឋាន
ហើយជាពុបហេតុជាមូលហេតុសំខាន់ដែលនាំឲ្យកម្ពុជាសពថ្ងៃនេះមានភាពអត់ស្ងប់អត់មានស្ថិរភាពខាងផ្លូវនយោបាយដោយអយុត្តិធម៌ក្នុងសង្គមទាំងបានប្រៀបធៀបសហរដ្ឋអាមេរិកឯករាជ្យសហរដ្ឋអាមេរិកទៅឱកាសពីម្សិលមិញថ្ងៃ4 July 4ការំលឹកបុណ្យឯករាជ្យចេញពីអង់គ្លេសហ្នឹងហើយជាង200ឆ្នាំបានឯករាជ្យចាប់ពីឆ្នាំ1776ឥឡូវមកដល់ឆ្នាំ2020នេះឯករាជ្យបានជាង200ឆ្នាំ244យើងដកទៅឃើញ1776ដល់2020ទៅនៅសល់244ទៅឯករាជ្យនេះបានត្រឹមតែជាង200ឆ្នាំហើយលូតលាស់ខ្លាំងទៅជាមហាអំណាចខាងប្រទេសប្រជាធិបតេយ្យសេរីក៏ហើយកម្ពុជាមានពីមុនដល់10លានបងហើយជាង10លានតែសារជាតិឯងអត់បានទ្រទ្រង់ជាតិអត់បានបត់ទៅគ្នាហើយប្រទេសជិតខាងវៀតណាមជិត100លានដែរទៅថៃក៏ក្បែរនឹងដែរទៅ60-70លានពីគ្រប់គ្រងប្រទេសគេបានហើយមានសុខសន្តិភាពគិតពីប្រយោជន៍ប្រជារាស្ត្រហើយគោរពឆន្ទៈរបស់ប្រជារាស្ត្ររបស់គេទោះបីប្រទេសគុំនេះក៏ដោយកាលរបបផ្ដាច់ការអ្វីក៏ដោយក៏គឺគិតពីផលវាសនារបស់ប្រជាជនរបស់គេសុខុមាលភាពប្រជាជនរបស់គេហើយកម្ពុជានេះគឺគិតតែចំណែនឈ្នះនេះយកខ្មែរខ្លួនឯងជាសត្រូវព្រោះហើយយកបរទេសជាមិត្តមកប្រឆាំងលើជារាជរបស់ខ្លួនសម័យកាលខ្លះហើយសពថ្ងៃនេះគឺមានបរទេសនៅត្រួតត្រាគឺថាខ្មែរបានឯករាជ្យឆ្នាំ1953មកចេញពីបារាំងអាណានិគមនិយមបារាំងក៏ឥឡូវជាប់តាក់ទៀតទៅតាក់វៀតណាមហើយចិនកុំនេះសិតតែរបបផ្ដាច់ការរបបមិនមានប្រជាធិបតេយ្យមិនគោរពសិទ្ធិពលរដ្ឋរបស់ខ្លួនតាំងពីសិទ្ធិជ្រើសរើសអ្នកដឹកនាំរដ្ឋហើយការនិយាយស្ដីក៏អត់បើកសិទ្ធិការបញ្ចេញមតិអត់បើកសិទ្ធិហើយបកគុំនេះមួយបកផ្ដាច់ការត្រូវគ្នាព្រោះត្រូវគ្នាព្រោះផ្ដាច់ការដូចគ្នាវារត់រកគ្នានិស័យត្រូវគ្នាអាចោរត់រកអាចោគ្នាវាអ្នកប្រមត់ផឹកស្រារត់រកប្រមត់ផឹកស្រាដូចគ្នាជួអភិនរត់រកអ្នកជួអភិនដូចគ្នាព្រោះហើយអ្នកកាន់របបជាធិបតេយ្យរាប់រងអ្នករបបជាធិបតេយ្យនិស័យទៅគ្នាព្រោះដោយពុទ្ធសាសនាអញ្ចឹងបើថាអ្នកមានសិលរត់រកអ្នកមានសិលដូចគ្នាអ្នកធ្វើបុណ្យទានរត់រកអ្នកធ្វើបុណ្យទានដូចគ្នាបើពួកចោក៏រត់រួចចោគ្នាគេនឹងដើម្បីវិតអាក្រក់តទៅទៀតព្រោះអានឹងប្រៀបធៀបអញ្ចឹងគឺថាប្រទេសខ្លះក្នុងសកលលោកបើតាមចុះបញ្ជីជាផ្លូវការគឺមាន193ប្រទេសហើយមានដែនដី4-10ទៀតមិនទាន់ជាប្រទេសមិនទាន់ចូលក្នុងអង្គការសហប្រជាជាតិប៉ុន្តែបូករួមទាំងអស់មានទាំងប្រទេសជាសមាជិកអង្គការសហប្រជាជាតិផងប្រទេសជាដែនដីផងមានជាង200ប្រទេសក្នុងសកលលោកជាង200ប្រទេសប៉ុន្តែប្រទេសដែលមានច្បាប់ទម្លាប់ត្រឹមត្រូវគោរពសិទ្ធិពលរដ្ឋហើយមានជាថិតថេរជាងទៅបានសុខមិនសូវមានចម្បាំងក្នុងស្រុកហើយដល់តោះគ្នាសម្រួលគ្នាមិនបានមានសង្គ្រាមស៊ីវិល
គឺសង្គ្រាមក្នុងប្រទេសរបស់ខ្លួនដោយអត់មានច្បាប់ទម្លាប់ត្រឹមត្រូវគឺប្រទេសកាន់របបផ្ដាច់ការហើយដល់ប្រទេសដែលមានប្រជារបបជាធិបតេយ្យពិតប្រាកដគឺធ្វើតាមរបបជាធិបតេយ្យទៅអត់បានសុខដោយសាររដ្ឋអាមេរិកមាន51រដ្ឋគឺគ្រប់គ្រងប្រទេសគេបានហើយប្រទេសកម្ពុជាវាតោះគ្នាទឹកដីធំទូលំទូលាយកាលសម័យមហានគរសតវត្សទី11 12ទឹកដីធំទូលំទូលាយអរិយធម៌ខ្ពស់ឥឡូវធ្លាក់ចុះដុនដាបទឹកដីក៏រួមតូចប្រជារាស្ត្រតិចព្រោះអ្វីបាត់អស់ទឹកដីបាត់អស់នៅសតូចតែកម្ពុជាកដាលព្រោះកម្ពុជាកដាលហើយនៅតូចអត់ព្រមឈប់រក្សាទឹកដីរបស់ខ្លួនទេតោះគ្នាយកបរទេសជាមិត្តយកខ្មែរគ្នាឯជាសត្រូវព្រោះវាធ្វើឲ្យជាតិរបស់ខ្លួនតូចទៅអន្តរាយនឹងចរិតខ្មែរខ្លះយកមិនមានទាំងអស់ទេប៉ុន្តែការអំណាចគឺក្តោបអំណាចរបស់ខ្លួនលក្ខណៈខ្មែរមានកំណត់មួយគឺចំណែកនេះគ្នាបងចំណែកនេះគ្នាអត់អប់រំទៅជាអ្នកជាតិនិយមពិតប្រាកដប៉ុន្តែរដ្ឋជាតិនិយមហួសពេកកាប់សំណាក់ជាតិឯងដូចខ្មែរក្រហមទៅកុំនេះកាន់កុំនេះខុសគេទៀតកុំនោះគេវានៅនឹកអន្តរសូបជារបស់ខ្លួនកុំនេះខ្មែរធ្វើទឹកបងតឹងឲ្យពិភពលោកសត្វថាតាមគឺថាតឹងជាងសហភាពសូវៀតតឹងជាងចិនកុំនេះចិនប្រជាមានិតសាធារណរដ្ឋប្រជាមានិតចិនគឺតឹងជាងទៅទៀតគឺថាខ្លោចextremist គឺថាចុងម្ខាងម្នាក់បើថាកុំនេះហួសហេតុរត់ស្លាប់សម្រាប់ជាតិឯងនៅខ្មែរក្រហមព្រោះឥឡូវដល់បកប្រជាជននេះចង់ដើរទៅស៊ីនឹងទៀតដែរព្រោះស៊ីទៅធ្វើរដ្ឋប្រហារតំណាក់នាយករដ្ឋមន្ត្រីទី1ឥឡូវនាយករដ្ឋមន្ត្រីខ្លួនឯងព្រោះឲ្យចាំនិយាយរឿងនេះតទៅទៀតរឿងរដ្ឋប្រហារព្រោះអន្តរជាតិចោទថារដ្ឋប្រហារថ្ងៃទី5ទី6កក្កដា1997ហើយគណៈបព្វហ៊ុនស្ពេចខ្សោយបំផុតខ្សោយមិនហ៊ានថាគេធ្វើរដ្ឋប្រហារទៅទៀតហើយដល់ស្លាប់សមាជិករបស់ខ្លួនមន្ត្រីសមាជិករបស់ខ្លួន180នាក់ទៅបព្វជិជនសម្លាប់ហើយអត់ហ៊ាននិយាយអត់ហ៊ានធ្វើបុណ្យទៅព្រោះទិសកុសលក៏អត់គេទំញឹកបុណ្យឆាយទៅប្រហែលថ្ងៃនេះរំលឹកឡើងវិញនៅថ្ងៃរដ្ឋប្រហារ1997ពេល23ឆ្នាំ23ឆ្នាំលើកទៅឲ្យរយុទ្ធធរនៅណារយុទ្ធធរបពប្រជាជនសម្លាប់ឲ្យអ្នកសម្លាប់រយុទ្ធធរមិនបាច់មានច្បាប់អន្តរជាតិទេអង្គការសហជីវជាតិទេបានរកឃើញការពិតឲ្យមេចោលអត់ថាខ្លួនឯងចោលមេហ៊ានថាបើថាទេព្រោះថាអញចោលដោយហ៊ានថានេះអញលក្ខការគឺថាវាធ្វើត្រូវធ្វើតាមច្បាប់ចឹងអ្នកខុសមិនដែលថាខុសទេហើយមិនដែលរកមុខគូសត្រូវរបស់ខ្លួនទេចា៎ថាខ្លួនត្រឹមត្រូវខុនសិបិចលាយទៅការញុះញង់ពីគណៈបកប្រជាជនកម្ពុជាពីនាយករដ្ឋមន្ត្រីទី2ឥឡូវមកនាយករដ្ឋមន្ត្រីតែឯងទៅបងប្អូនពួកបំបត្តិត្រង់រានរដ្ឋមន្ត្រីទី1ហើយដាក់ពេលនោះបន្តដាក់អឹងខូតក៏ដាក់ជាខែលមួយថាគេមានច្បាំងដើម្បីនាយករដ្ឋមន្ត្រីទេគឺច្បាំងក៏មកពីគណៈបកពុនស្ពេចទៅខុសចឹងឲ្យជាថាចឹងទៅប៉ុន្តែទីបំផុតនាយករដ្ឋមន្ត្រីខ្លួនឯងបងអានឹងធ្វើរដ្ឋប្រហារឆ្នាំ1997សម្រាប់ក្រៅច្បាប់អន្តរជាតិចោទសម្រាប់ក្រៅច្បាប់ហើយគេឃើញ
ទម្លាក់ចោលនៅកន្លែងណាខ្លះឆ្អឹងនៅកន្លែងគឺមួយឃើញអន្តរជាតិគេសង្កេតឃើញមកពុំប៉ុន្តែគណៈបព្វហ៊ុនសិពេចខ្សោយពេកបែកបាក់គ្នាតាមការញុះញង់របស់គណៈបព្វជិជនកម្ពុជាឥឡូវដល់មិនចប់ស្មានថាកញ្ចក់គុណសិពេចបាក់បែកគ្នាអត់ទៅគឺបព្វជិជនកម្មការមករហូតតគុណតចៅប៉ុន្តែឥឡូវឆ្អឹងស្លាប់ពងកគឺគណៈបព្វសង្គ្រោះជាតិកើតឡើងខ្លាំងដល់ខ្លាំងស្លាប់ពងកទៅធ្វើច្បាប់លាយចោលទៀតក៏លើពងតទល់ពីអន្តរជាតិគណៈបព្វប្រជាជនកម្ពុជាបានធ្វើច្បាប់រំលាយឆន្ទៈរាជខ្មែរកន្លះនគរទៅយកខ្មែរជាសត្រូវទៅបានសោកទេកាន់អំណាចដោយរំលោភអំណាចប្រព្រឹត្តអំពើទុច្ចរិតរំលាយគណៈបកមួយជាគូប្រកួតត្រឹមត្រូវតាមច្បាប់របស់ប្រទេសហើយទៅរំលាយគេបងរំលាយរដ្ឋសភារំលាយក្រុមប្រឹក្សាគុំសង្កាត់5007លក្ខតែទៀតហើយបោះឆ្នោតអត់ឲ្យបោះជាមួយទេបើរំលាយចោលហើយទៅបោះខ្លាចបារម្ភថាខ្លួនចាញ់ឆ្នោតដូចនេះឥឡូវមានបញ្ហា2ឆ្នាំកន្លះហើយដែលបានអំណាចខុសច្បាប់ចំនួន2ឆ្នាំកន្លះហើយអន្តរជាតិស្រែករាល់ពេលថាឲ្យបាក់ប្រជាជនកែខ្លួនឲ្យត្រឡប់មករបបប្រជាធិបតេយ្យវិញឥឡូវអត់ទាន់ត្រឡប់មកទេនៅកាន់អំណាចខុសច្បាប់តទៅទៀតចាំមើលតទៀតមើលអានឹងមួយហើយដូចជាការចោទគណៈបក្សសង្គ្រោះជាតិចាប់ប្រធានគណៈបក្សសង្គ្រោះជាតិដាក់គុកឬធ្វើវិធីផ្សេងជាការបិទបាំងនៅអំពើខុសរបស់ខ្លួនដែលធ្វើច្បាប់រំលាយគណៈបក្សសង្គ្រោះជាតិឥឡូវអន្តរជាតិកំពុងដឹងឮតទល់គ្នាជាមួយអន្តរជាតិដែលខ្លួនបានរំលាយទៅហ្នឹងតទល់ជាមួយអន្តរជាតិទៅបព្វជិជនហ្នឹងទៅឥឡូវដោយសារមានបាត់ខ្លះរឿងរោគឆ្លងរោគកូវីដ ហើយ COVID-19 រដ្ឋបាលបងហើយដល់ថ្ងៃ12សីហាគឺដកការនៅពុកគ្រោះពន្ធខ្លះ 20% សេដ្ឋកិច្ចចុះដុនដាបខ្លាំងហើយគណៈបកប្រជាជនកម្ពុជាដោយមិនទាន់កែខ្លួនច្បាស់នៅឡើយទេហើយបើបកប្រជាជនសុខចិត្តកែខ្លួនពីកំហុសរបស់ខ្លួនដែលបានរំលាយគណៈបកសង្គ្រោះជាតិហើយលោកទៅធ្វើត្រឹមត្រូវឡើងវិញបោះឆ្នោតឡើងវិញកម្ពុជានឹងរួចផុតអំពីវិបត្តិសពថ្ងៃនេះតាមផ្លូវនយោបាយហើយបកប្រជាជនក៏កែកំហុសរបស់ខ្លួនអាចធូរស្រាលវិញហើយធ្វើឲ្យកម្ពុជាទាំងអស់គ្នាបានសុខសន្តិភាពដោយសារលេងប្រព្រឹត្តខុសគ្រប់ច្បាប់ជាគោលគឺច្បាប់កម្ពុជាជាមេគារបស់ជាតិគឺច្បាប់រដ្ឋធម្មនុញ្ញដល់គ្រប់ច្បាប់រដ្ឋធម្មនុញ្ញបានច្បាស់លាស់ស្របតាមច្បាប់របស់ប្រទេសនឹងអត់អីទេហើយតុលាការមានយុត្តិធម៌មានឋានៈតូចកាត់ទោសមានទោសអ្នកធំក៏ដោយនាយករដ្ឋមន្ត្រីប្រធានាធិបតីណាក៏ដោយតែច្បាប់ទម្លាប់ទៅខុសប្រឈមមុខច្បាប់ចំពោះមុខច្បាប់សមភាពច្បាប់ប្រជារាស្ត្រក៏កាត់ទោសតាមច្បាប់អ្នក
ការអំណាចក៏កាត់ទោសតាមច្បាប់អាហ្នឹងអត់អីទេប៉ុន្តែលើអត់មានចឹងទេគឺស្ថាប័នទាំងអស់ក៏ដោបអំណាចដោយនីតិប្រតិបត្តិខាងរដ្ឋាភិបាលក៏ដោបទាំងសភាក៏ដោបទាំងតុលាការហើយក៏ដោបទាំងមហាក្សត្រទៅទៀតអាហ្នឹងហើយធ្វើឲ្យស្រកតទៀតណាអត់មានបលិនបឡងតុល្យភាពការអំណាចហ្នឹងធ្វើឲ្យការលោភអំណាចរំលោភសិទ្ធិបរិបទរបស់ខ្លួននឹងមានទោសមានទុកដោះស្រាយអត់រួចទេបើនៅតែគ្រប់ច្បាប់មិនទាន់ត្រឡប់មកគ្រប់ច្បាប់ត្រឡប់បានត្រឹមត្រូវទេគឺកម្ពុជានៅតែមានវិបត្តិចឹងមានបាត់ចំពោះចឹងបានលេខមកវិញថាបើជិះវាបាត់ទៅតាទាំងអស់គ្នាគ្រប់ច្បាប់បើថាប្រព្រឹត្តខុសហើយទៅកែខ្លួនហើយជាពិសេសតុលាការទៅកាត់ទោសអ្នកប្រព្រឹត្តខុសច្បាប់ប៉ុន្តែកាត់ទោសបែបម៉េចបើតុលាការបបប្រជាជនបង្កើតចៅក្រមបកប្រជាជនបង្កើតមិនអាចកាត់ទោសប្រជាជនអត់ទេពួកតុលាការមិនឯករាជ្យទៅមកបដូរនៅជាមួយគ្នាវាលេងនៅតុលាការអន្តរជាតិនៅពីលើនឹងទៀតច្បាប់អន្តរជាតិលោកសញ្ញាអង្គការសហជីវជាតិដូចទៅឲ្យតុលាការអន្តរជាតិកាត់ទោសហ្នឹងបានទៅយុទ្ធធរខូចតុលាការឯករាជ្យលើតុលាការអត់ឯករាជ្យហើយវាទៅប្រមូលផ្ដុំតែមនុស្សម្នាក់ពីរនាក់មានអំណាចពីលើហើយអត់ទៅរួចទេស្រុកខ្មែរប្រទេសកម្ពុជាហ្នឹងបើថាមិនអ្នកខុសឲ្យមិនកែខ្លួនហ្នឹងមកទីមួយជាពិសេសប្រជាជនមិនកែខ្លួនទីពីរក៏គ្មានច្បាប់អន្តរជាតិកាត់ទោសទេគឺអត់ទៅរួចទេទីមួយហើយកូនសំខាន់គឺប្រជាពលរដ្ឋអំណាចប្រជាពលរដ្ឋដែលស្របតាមរដ្ឋធម្មនុញ្ញថាប្រជាពលរដ្ឋក្រោកឡើងព្រមគ្នាពួកអំណាចកើតពីប្រជារាស្ត្រមានសិទ្ធិដកហូតទម្លាក់ចោលប៉ុន្តែអំណាចសម័យអត់ស្របច្បាប់ទេមិនបាច់ដកហូតអត់ស្របច្បាប់ហើយប៉ុន្តែដល់ប្រជាពលរដ្ឋស្រែកឲ្យសិទ្ធិរបស់ខ្លួនរស់ឡើងវិញមានតែប្រជាពលរដ្ឋទេអំណាចប្រជាពលរដ្ឋទេពួកដែលដករបបផ្ដាច់ការបានហើយកាលណាធ្វើស្របច្បាប់ហើយអង្គការសហប្រជាជាតិគេអាចគ្រប់គ្រងអង្គការគ្រប់គ្រងរដ្ឋាភិបាលណាដែលគ្រប់គ្រងដោយប្រជាពលរដ្ឋរដ្ឋាភិបាលដែលគ្មានការគ្រប់គ្រងពីប្រជាពលរដ្ឋអន្តរជាតិអត់គ្រប់គ្រងទេហ្នឹងគឺចាត់ទុកថារបបផ្ដាច់ការហើយបើប្រជារាស្ត្រជាម្ចាស់អំណាចក្រោកឡើងអន្តរជាតិគ្រប់គ្រងដាច់ខាតអន្តរជាតិគ្រប់គ្រងហើយបើប្រជាពលរដ្ឋដៃទៅទេក្រោកឡើងតាមច្បាប់បើហ៊ានទៅបៀតបៀនប្រជាពលរដ្ឋអន្តរជាតិនឹងគេដាក់ទណ្ឌកម្មមកផងហើយយកទៅទទួលស្គាល់របបផ្ដាច់ការតទៅទៀតទេអញ្ចឹងដូច្នេះសរុបក្តីមកវិញខ្មែរល្មមហើយទឹកដីចិត្តអស់ហើយឥឡូវយួនជាប្រខិតពុំតែឥឡូវមិនបាច់ប្រខិតទេយួនមកនៅនឹងមកបន្តកូនចៅនៅនឹងផងអានឹងគ្រោះសាខ្មែរទៅមុខទៀតបើមិនកែកំណត់អ្នកធ្វើខុសបំពងកែហើយពលរដ្ឋខ្មែរមិនក្រោកឡើងដើម្បីឲ្យប្រទេសរបស់ខ្លួនស្ថិតនៅក្នុងគោលការណ៍ច្បាប់ត្រឹមត្រូវអានឹងគឺកម្ពុជានឹងត្រូវរលត់អាចរលត់បើរលត់ក៏ខ្សោយក្រមអាណានិគមយមបរទេសត្រួតត្រាសម័យយួនត្រួតវៀតណាមត្រួតត្រាផងចិត្តបន្ថែមមួយទៀតបដិការដូចគ្នាព្រោះគ្រោះកាត់ខ្មែរទៅអនាគតឬវាសនាខ្មែរនៅលើពលរដ្ឋខ្មែរខ្លួនឯងជាពិសេសយុវជនចំនួនក្រោយគឺ
ចង់ឲ្យប្រទេសកម្ពុជាគោរពច្បាប់ទម្លាប់ត្រឹមត្រូវមានរបបប្រជាធិបតេយ្យត្រឹមត្រូវនិងគោលគំនិតរបស់យុវជនខ្មែរពួកជាងនឹងជាការវិភាគនៅថ្ងៃនេះគឺវាជាប់តកតងនឹងបុណ្យចូលប្រសាផងពួកហើយនេះមកពេញបរមីខែអាសាឍជាពុទ្ធបរិស័ទចូលតាមវត្តវិមោចូលរួមត្រេកអរអនុមោទនាជាមួយព្រះសង្ឃដែលចាំប្រសាសន៍នៅគ្រប់វត្តអារាមហើយប្រហែលជាមិនបានចូលរួមច្រើនទេដោយមានបញ្ហារោគឆ្លងពេលចូលវត្តក៏ប្រុងប្រយ័ត្នការពារកុំឲ្យរោគឆ្លងដែរបងទី1និយាយពីបុណ្យចូលភាសាទី2និយាយពីបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី4ខែកក្កដាJuly 4នេះបងគឺធ្វើបុណ្យរំលឹកបុណ្យឯករាជ្យ1776ប្រកាសឯករាជ្យពីអង់គ្លេសហើយមកទល់ពេលនេះ200កន្លងទៅ244ឆ្នាំដូចតែបុណ្យខួបរំលឹកបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកខួបទី244បងហើយគេរក្សាសពគេបានគ្មានចម្បាំងក្នុងស្រុកទៅគឺគោរពច្បាប់ទាំងអស់គ្នាប្រធានាធិបតីគឺខុសគេដកចេញសភាដកចេញបាតកម្មគេដកចេញហើយពលអំណាចទាំងអស់កើតពីវិជារាជnói vôចិត្តវិជារាជបើចឹងគេទម្លាក់ចោលបងហើយស្រុកខ្មែរអត់មានច្បាប់ទម្លាប់អីទេស្អែកលើអ្នកកាន់អំណាចថាតាមទំនឹងចិត្តរបស់ខ្លួនបងចឹងសូមចប់ប៉ុណ្ណឹងក៏ជាការវិភាគដែលសមឲ្យវិជារាជខ្មែរទាំងយុវជនពិចារណាដើម្បីមេត្តាប្រទេសរបស់ខ្លួនឲ្យមានសុខសាន្តតទៀតទៅធ្វើបែបណាគឺថាកុំឲ្យមានរបបផ្ដាច់ការហើយឲ្យគោរពច្បាប់ទម្លាប់ត្រឹមត្រូវទៅបុកកែច្បាប់ក៏ច្បាប់ប្រយោជន៍ជាតិប្រយោជន៍ប្រជាពលរដ្ឋមានកែច្បាប់ដើម្បីរំលែកបាក់មួយឲ្យខ្លួនឡើងកាន់អំណាចអស់មួយជីវិតតកូនតចៅទេចឹងសូមចប់ប៉ុណ្ណេះសូមអរគុណ Thank you